រក្សាសាមគ្គីភាពសូមបញ្ឈប់ការញុះញង់ការជេរប្រមាថនិងការលាបពណ៌បងប្អូនជនរួមជាតិក្នុងគ្រួសារខ្មែរតែមួយក្នុងស្ថានភាពដែលមាតុភូមិត្រូវការកម្លាំងរួបរวมដ៏រឹងមាំបំផុតការយោគយល់គ្នានិងការផ្ដល់តម្លៃឲ្យគ្នាគឺជាខែលការពារជាតិដ៏មានប្រសិទ្ធភាពអំពើញុះញង់ការប្រើពាក្យជេរប្រមាថនិងការលាបពណ៌ដាក់គ្នាមិនមែនជាអាវុធសម្រាប់ឈ្នះសត្រូវឡើយប៉ុន្តែវាគឺជាអាវុធដែលចាក់ដោតបេះដូងសាច់ញាតិឯងនិងបំផ្លាញស្មារតីជាតិពីខាងក្នុងកុំឲ្យការលាបពណ៌បំបែកបំបាក់យើងបានការចោទប្រកាន់ឬលាបពណ៌គ្នាទៅវិញទៅមកដោយគ្មានមូលដ្ឋានច្បាស់លាស់មានតែធ្វើឲ្យយើងកាន់តែខ្សោយនិងបាត់បង់ការទុកចិត្តគ្នាសត្រូវចង់ឃើញយើងសង្ស័យគ្នាចង់ឃើញយើងបែកបាក់ជាបកជាពួកចូលចងចាំថាទោះបីយើងមានយោបល់ខុសគ្នាតែយើងមានឈាមជ័រខ្មែរតែមួយនិងមានមាតុភូមិតែមួយដែលត្រូវការពារដូចគ្នាសម្ដីថ្លៃថ្នូរនាំមកនៅជ័យជំនះការជេរប្រមាថមិនអាចពង្រឹងកម្លាំងជាតិបានទេប៉ុន្តែវាថែមទាំងបន្ទាបតម្លៃកិត្តិយសរបស់ជាតិសាសន៍យើងនៅលើឆាកអន្តរជាតិថែមទៀតភាពថ្លៃថ្នូរក្នុងពាក្យសម្ដីគឺជាសញ្ញានៃប្រជាជាតិដែលមានភាពចាស់ទុំនិងរឹងមាំសូមបញ្ឈប់ការញុះញង់បង្កើនការយោគយល់ការផ្សព្វផ្សាយព័ត៌មានដែលបង្កឲ្យមានការស្អប់ខ្ពើមឬការភ័ន្តច្រឡំគឺជាការផ្ដល់ឱកាសឲ្យសត្រូវចូលមកបំបែកបំបាក់យើងម្នាក់ត្រូវមានសតិសម្បជញ្ញៈមុននឹងនិយាយឬសរសេរសួរខ្លួនឯងថាតើសម្ដីនេះជួយឲ្យខ្មែរស្រឡាញ់គ្នាឬធ្វើឲ្យខ្មែរស្អប់គ្នាមុននឹងជឿឬចែករំលែកសូមពិចារណាឲ្យបានច្បាស់លាស់កុំឲ្យក្លាយជាឧបករណ៍នៃការញុះញង់កម្លាំងខ្មែរគឺជាកម្លាំងសាមគ្គីជោគវាសនារបស់កម្ពុជាស្ថិតនៅលើបាតដៃរបស់កូនខ្មែរគ្រប់រូបបើយើងឈប់ជេរគ្នាឈប់ឌឺដងនិងឈប់លាបពណ៌ដាក់គ្នានោះយើងនឹងមានពេលវេលានិងកម្លាំងចិត្តកាន់តែច្រើនដើម្បីយកទៅផ្ដោតលើការកសាងនិងការការពារជាតិការឈ្នះសត្រូវគឺងាយស្រួលប៉ុន្តែការឈ្នះកំហឹងនិងអគតិក្នុងចិត្តខ្លួនឯងដើម្បីរក្សាសុខដុមរមនាក្នុងជាតិសាសន៍ទើបជាវីរភាពដ៏ពិតប្រាកដខ្មែររួបរวมខ្មែររឹងមាំបញ្ឈប់ការបែកបាក់ដើម្បីអនាគតមាតុភូមិ